ប៉ុន្តែដោយសារក្តីស្រឡាញ់និងការនឹករលឹកគ្នាជាខ្លាំងដែលយើងបានដឹងអារម្មណ៍របស់ពួកយើងថាយើងមិនអាចរស់នៅអត់គ្នាបានយើងក៏បានវិលមកជួបគ្នាវិញពួកយើងក៏បានសម្រេចចិត្តរៀបការដោយមានចាស់ទុំដឹងឮទាំងសងខាងហើយមានសេចក្តីសុខនិងរីករាយគ្រប់គ្នានឹងអបអរសាទរនៅក្នុងថ្ងៃមង្គលការរបស់ពួកយើងជីវិតស្វាមីភរិយារបស់ពួកយើងក្រោយពីរៀបការគឺយើងតែងតែមានសេចក្តីសុខជាខ្លាំងជាមួយគ្នាជារៀងរាល់ថ្ងៃមិនយូរប៉ុន្មានយើងក៏បានបង្កើតកូនប្រុសម្នាក់និងកូនស្រីម្នាក់ធ្វើឲ្យជីវិតក្រុមគ្រួសារយើងកាន់តែមានក្តីសុខនិងមានសុភមង្គលយ៉ាងខ្លាំងបន្ទាប់មកភាពមិនចុះសម្រុងនឹងគ្នាក៏បានកើតឡើងនៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកយើងជារៀងរាល់ថ្ងៃពួកយើងបានព្យាយាមដោះស្រាយទំនាស់ដែលមាននៅក្នុងក្រុមគ្រួសារយើងនេះពួកយើងបានព្យាយាមណាស់ក្នុងការថែរក្សាទំនាក់ទំនងគ្រួសារមួយនេះប៉ុន្តែមានពេលមួយបញ្ហាកាន់តែធំដែលពួកយើងមិនអាចដោះស្រាយបានពេលនោះពួកយើងក៏សម្រេចចិត្តលែងលះ